បាទ World Cup ឆ្នាំ2026នេះក៏ជិតដល់ពេលដែលត្រូវនឹងបញ្ចប់ហើយដែរហើយអ្វីដែលសំខាន់នោះគឺ Legend របស់យើងក៏ខ្លះក៏ប្រកាសចូលនិវត្តន៍ខ្លះក៏មិនទាន់ប្រកាសចូលនិវត្តន៍សម្រាប់ Cristiano Ronaldo ក៏មិនទាន់ប្រកាសចូលនិវត្តន៍ដែរណាបងប្អូនណាគឺអត់ទាន់ទេណាយើងនៅចាំមើលសិនណាហើយអ្នកដែលប្រកាសចូលនិវត្តន៍គឺមានលូកាម៉ូត្រិចណេម៉ាដែលជាចាស់ហើយគឺថាมันអាចទៅមុខរួចទៀតទេហើយនឹងអឺកីឡាករផ្សេងទៀតដែលប្រកាសចូលនិវត្តន៍បន្ទាប់ពី World Cup នេះទៅហើយរឿងដែលសំខាន់នៅក្នុងពេលនេះគឺដែលត្រូវប្រជែងគ្នារវាង Mbappe ហើយនិង Messi តើMessi ឬក៏ Mbappe ដែលជាកីឡាករនឹងទទួលបាននៅពានរង្វាន់ឬស្បែកជើងមាសនៅក្នុងរដូវកាលWorld Cup នៅក្នុងឆ្នាំ2026ហើយអ្វីដែលពិសេសនោះគឺFIFA World Cup បានរៀបចំបំពាក់ចិញ្ចៀនសម្រាប់ក្រុមជើងឯកក៏ដូចជាក្រុមរងជើងឯកផងដែរបាទហើយការប្រកួតសម្រាប់ Messi ក៏ដូចជា Mbappe គឺមាន8គ្រាប់ដូចគ្នាហើយនៅមួយប្រកួតដូចគ្នាមានន័យថាសងទីនគឺទៅប៉ះអេស្ប៉ាញហើយចំណែកMbappe នេះទៅប៉ះអង់គ្លេសអញ្ចឹងបារាំងប៉ះអង់គ្លេសថ្ងៃទី19ណាបារាំងប៉ះអង់គ្លេសថ្ងៃទី19បើសិនជា Mbappe សុទ្ធមួយគ្រាប់ឬក៏ពីរគ្រាប់ហើយ Messi អត់បានសុទ្ធបញ្ចូលទីនោះគឺមានន័យថា Mbappe ជាអ្នកបានស្បែកជើងមាសនៅឆ្នាំ FIFA World Cup ឆ្នាំ2026ហើយការប្រកួតគឺនឹងចាប់ផ្ដើមនៅថ្ងៃទី2ថ្ងៃទៀតបងប្អូនថ្ងៃទី19ណា19ហ្នឹងហើយថ្ងៃទី19អញ្ចឹងស្អែកហ្នឹងគឺបងប្អូនស្អែកហ្នឹងគឺថ្ងៃទី18បងប្អូនស្អែកថ្ងៃទី18អញ្ចឹងក្នុងថ្ងៃទី18ឆ្លងចូល19ពេលព្រឹកហ្នឹងគឺបារាំងប៉ះអង់គ្លេសអញ្ចឹងមានន័យថាយប់ថ្ងៃទី18ហ៎បងប្អូនយប់ថ្ងៃទី18បាទហើយអង់គ្លេសប៉ះជាមួយនឹងបារាំងបាទយើងងាកមកមើលតម្រងលេងរបស់ក្រុមទាំងពីរបន្តិចបាទក្រុមទាំងពីរនេះតម្រងលេងនៅក្នុង line up ពេលបច្ចុប្បន្ននេះគឺដូចគ្នាអត់ខុសគ្នាទេគឺ Harry Kane ប្រយុទ្ធតូល Mbappe ក៏ប្រយុទ្ធតូលសុទ្ធតែជាប្រធានក្រុមដូចគ្នាបាទ Harry Kane ប្រធានក្រុមអង់គ្លេស Mbappe ប្រធានក្រុមបារាំងបាទតម្រងលេង4-2-3-1បាទ4-2-3-1អ្នកចាំទីអង់គ្លេស Jordan Pickford ហើយចំណែកបារាំងនោះគឺ Boken បាទខ្សែការពារមាន James មាន Stone មាន Cahill មាន Swansea ប្រយុទ្ធការពារប្រយុទ្ធកដាលរ៉ាយជាមួយ Addison Declan Rice នៅ Arsenal ណាហើយស្លាបស្ដាំបាទបម្រើប្រយុទ្ធមាន Roger មាន Bellingham មាន Garden ហើយចំណែកខាងបារាំងនេះវិញគឺប្រយុទ្ធតូគឺ Mbappe ហើយក៏ជាប្រធានក្រុមផងដែរអ្នក support Mbappe មាន Olise បាទ Olise បាទសម្រាប់ Olise នេះនៅពេលរមានបច្ចុប្បន្ននេះគឺក្តៅឪគុកតែម្ដងដែលReal Madrid បាទគេហៅថាជាកីឡាករអណ្ដាប់ World Class ណាអណ្ដាប់ World Class ដែលខាងប៉ូតេណូប៉េរ៉េសប្រធានក្លឹប Real Madrid បាទចាប់អារម្មណ៍ហើយសូម្បីតែកីឡាករខ្លួនឯងក៏ចង់ចូលរួមជាមួយនឹង Real Madrid ផងដែរប៉ុន្តែយើងចាំមើលថាតើបាយ័នព្រមលក់ឬក៏អត់បាយ័នមនីព្រមលក់ឬក៏អត់អ្វីវាត្រូវតែលក់ឲ្យបាទតម្លៃប៉ុណ្្នឹងហើយបើមិនលក់ទៀតប្រយ័ត្នដូច Mbappe មកអត់មានតម្លៃខ្លួនណាមួយអីកីឡាករគេដឹងតែមកហើយគេចង់មក Real Madrid ហើយចង់មកនៅផ្ទះរួមរស់ជាមួយនឹង Mbappe ហើយហ្នឹងហើយយើងមកមើលតម្រងនេះវិញDembele នៅស្លាប់ស្ដាំបាទហើយបម្រើប្រយុទ្ធមានតែនៅRabiot នេះដូចជានៅ AC Milan បច្ចុប្បន្នហើយនឹង Tomani នៅ Real Madrid កែការពារមានDane Saliba Upamecano Kondi បាទអ្នកចាំទីគឺ Morgan បាទហើយលោកDidier Deschamps នេះក៏នឹងទៅដឹកនាំចុងក្រោយដែរគាត់នឹងដឹកនាំនេះហើយគាត់នឹងចាក់ចេញតែម្ដងហើយចំណែកខាង Thomas Tuchel នេះនៅទេគឺខាងប្រធានក្លឹបរបស់អង់គ្លេសនឹងពិចារណារួចហើយគឺឲ្យនៅស្នាក់នៅតរហូតដល់
UEFA Euro ប៉ារីសឆ្នាំ2028ហ្នឹងហើយថាយ៉ាងម៉េចយ៉ាងម៉ាត់នៅឆ្នាំ2028ណាហ្នឹងហើយហើយអូខេមានតែប៉ុណ្្នឹងបងប្អូនសម្រាប់តម្រងលេងរបស់អង់គ្លេសហើយនិងអេស្ប៉ាញអ្វីដែលសំខាន់គឺព័ត៌មានដោះដូរកីឡាករនេះមែនយូនោះស្ងាត់យកបានអតីតកីឡាករ Leicester City មួយបាត់ហើយនៅចាំនឹងខ្ញុំនឹងផ្ដល់ព័ត៌មានឲ្យថាមែនយូទិញកីឡាករចូលបានប្រហែលហើយនៅវីដេអូក្រោយទៀត